សួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំបាទមានសេចក្តីសោមនស្សរីករាយបាទបានធ្វើនៅចំណែកបនបាទគឺជាធម្មទានគឺខ្ញុំបានចែកនៅឆ្នាំបាទចាប់ពីពេលនេះតទៅដល់រហូតចុងខែ3 free ជូនពុកម៉ែបងប្អូនទាំងអស់គ្នាដូចជាឆ្នាំថ្លើមឆ្នាំរលាកតម្រងនោមឆ្នាំកាពះឆ្នាំពវេនឆ្នាំរដូងបាទឬក៏ឆ្នាំប្រភេទផ្សេងពុកម៉ែបងប្អូនណាហ្នឹងហើយប៉ុន្តែចំពោះឆ្នាំបរោះក៏ដូចជាឆ្នាំបញ្ចុះអំពើដោយសារតែខ្ញុំទិញគេដែរគឺខ្ញុំលក់ជូនពុកម៉ែបងប្អូនបាទខ្ញុំខាត 50% ពុកម៉ែបងប្អូនណាគឺខ្ញុំលក់មកកញ្ចប់បែបនេះគឺខ្ញុំលក់មកកញ្ចប់តែ 5000 ទេពុកម៉ែបងប្អូនណាហ្នឹងហើយតែពីមុខនឹងទេដែលខ្ញុំលក់នោះពុកក្រៅពីនោះគឺខ្ញុំចែក free ទាំងអស់ហើយឆ្នាំប្រភេទនេះគឺខ្ញុំចែកនៅឆ្នាំដោយរូបមន្តដែលខ្ញុំលក់ទាំងអស់ពុកម៉ែបងប្អូនណាកុំខ្លាចកុំភ័យទាំងតិចយកទៅមិនប្រកែតិចយកទៅមិនស័ក្តិសិទ្ធគឺស័ក្តិសិទ្ធគឺប្រកែដូចគ្នាទាំងអស់ពុកម៉ែបងប្អូនណាតាំងពីសរសៃតាំងពីអីប៉ុន្តែគាត់ថាពុកម៉ែបងប្អូនចង់ត្រាំស្រាក៏បានចង់ដាំទឹកហូបក៏បានដែរពុកម៉ែបងប្អូនហើយក្នុងមួយថង់នេះពុកម៉ែបងប្អូនអាចប្រើក្នុងមួយកញ្ចប់នឹងចែកជា2ក៏បានឬក៏ពុកម៉ែបងប្អូនប្រើក្នុងមួយកញ្ចប់ហ្នឹងទាំងអស់ក៏បានដែរតាមសភាពជំងឺរបស់ពុកម៉ែបងប្អូនប៉ុន្តែសូមពុកម៉ែបងប្អូនដាក់ទឹកឲ្យបានចំណុះ3លីត្រពុកម៉ែបងប្អូនណាដាំនឹងចង្ក្រានខ្ជុងហើយឆ្នាំងដីពុកម៉ែបងប្អូនហើយចំពោះតម្លៃផ្ញើនៅក្រុងភ្នំពេញគឺខ្ញុំយក 10000 ហើយនៅតាមខេត្តនានាគឺខ្ញុំយក 15000 ពុកម៉ែបងប្អូនណាដោយសារតែថ្លៃម៉ូតូដុបដឹងជូនទៅមកផងគឺខ្ញុំយកបែបនេះដើម្បីឲ្យទៅថ្លៃម៉ូតូដុបផងតែខ្ញុំមិនបានយកទេហើយពុកម៉ែបងប្អូនមានសទ្ធាជូនប្រព័ន្ធបានក៏តាមសទ្ធារបស់ពុកម៉ែបងប្អូនទៅចោះខ្ញុំមិនបានទៀមទាទេពុកម៉ែបងប្អូនណាហើយខ្ញុំធ្វើសេចក្តីល្អនេះគឺដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឆ្នាំរបស់ខ្ញុំយកទៅព្យាបាលតាមរុក្ខាផ្សេងដែលខ្ញុំបានរៀបរាប់ពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនណាចង់បានអាចទំនាក់ទំនងជាមួយនឹងខ្ញុំបានតាម TikTok ខ្ញុំបាទក្តីឬក៏ Facebook ខ្ញុំក្តីហើយនឹង YouTube ខ្ញុំក្តីពុកម៉ែបងប្អូនណាមួយទៀតគឺអាចទំនាក់ទំនងតាម Telegram ក៏បានលេខទូរស័ព្ទផ្ទាល់ក៏បានដែរពុកម៉ែបងប្អូនហើយមុននឹងពុកម៉ែបងប្អូនយកថ្នាំទៅប្រើប្រាស់សូមប្រាប់នៅជំងឺរបស់ពុកម៉ែបងប្អូនដែលមាននៅក្នុងខ្លួនហ្នឹងឲ្យច្បាស់ផងសនុកខ្ញុំប្រឹក្សាយោបល់ជាមួយហើយខ្ញុំនឹងចែកថ្នាំធ្វើជាធម្មទានទៅឲ្យពុកម៉ែបងប្អូនទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនដែលចង់បានពុកម៉ែបងប្អូនណាហ្នឹងហើយអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នារស់រានឡើងហើយចំពោះថ្នាំបរោះហើយនឹងថ្នាំបញ្ចុះអំពើនោះខ្ញុំក៏មានដែរប៉ុន្តែពីរប្រភេទនេះគឺខ្ញុំលក់ប៉ុន្តែខ្ញុំលក់ក្នុងមួយឆ្នាំងបាទ 5000 ទេពុកម៉ែបងប្អូនណាក៏ដូចជាថ្នាំបរោះហ្នឹងក្នុងមួយថង់ 5000 ទេសូមពុកម៉ែបងប្អូនទាំងអស់គ្នារស់រានឡើងបាទហើយនឹងការចែកបាទថ្នាំក្នុងម្នាក់នោះចំនួន5កញ្ចប់ព្រីពុកម៉ែបងប្អូនទៅតាមប្រភេទជំងឺដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបាទជ្រាបជាដំណឹងអរគុណ